មានណាគេដែរចាប់អារម្មណ៍ដូចខ្ញុំមកថាហេតុអីបានជា Mobile Legends ចូលចិត្ត design ដៃរបស់តួអង្គ hero Mobile Legends ចឹងវិញតើដៃហ្នឹងប្រកបអត្ថន័យអីឬក៏ដៃចឹងស្រួលគូស្រួល design ឬក៏មិនមកយល់បើម្រាមយើងធម្មតាពេលលាបដៃវាមិនឃ្លាតគ្នាទាំងអស់តែក្នុង Mobile Legends នេះអត់ទេម្រាមវាអាពីរហ្នឹងវាតែងតែនៅជាប់គ្នារហូតណាគេអ្នក design អីជួយប្រាប់ទីពយល់ទីមើលថាហ្នឹងវាមានហេតុផលអីគេបានគេ design មកយ៉ាងហើយពីច្រើនឃើញតែតួអង្គស្រីទេតួអង្គប្រុសទៅឃើញនិយាយទៅគឺអត់ដែលឃើញយកមកឥឡូវផុតពីរឿងហ្នឹងយើងមកនិយាយរឿងសង្គ្រាមសពថ្ងៃវិញមិនដឹងមិនម៉ាទេសង្គ្រាមលោកលើកទី3កើតឬក៏អត់ចាំមើលតទៀតមើលមនុស្សនៅក្មេងឡើយអើយគិតថាឆ្នាំនេះនឹងជោគជ័យឥឡូវភពលោកចិត្តអាលាយហ្នឹងយើងខំប្រឹងថែសាបឋានតែមើលអស់លោកធំអើយមកបំផ្លាញភពផែនដីប្រយឯងរស់នៅផែនដីតែមួយសោះហើយបំផ្លាញគ្នាម្លងតិចទៀតលែងមានលែងនៅបានដឹងប្រឹងហើយចង់និយាយថាប៉ះណាប៉ះអើយកុំឲ្យតែកម្ពុជាលូកដៃប្រយ័ត្នតិចកម្ពុជាអត់មកអត់កបានដៃអាមេរិកអីវាយគ្នាដល់កហើយចាំមើលតែកម្ពុជាលូកដៃដឹងប្រឹងហ្មងប៉ះអ្នកណាប៉ះទៅកុំឲ្យតែប៉ះខ្ញុំអូខេប្រូបាយចប់ហើយ